chẳng quaច្រើនមែនទេនេះបងប្អូនអាយ4-5 គីឡូហើយណោះច្រើនបងប្អូនតោះបងប្អូនទៅទស្សនាជាមួយខ្ញុំដូចតទៅសួស្តីបងប្អូនទាំងអស់គ្នាបាទក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំហើយថ្ងៃក៏មានទឹកបាទជន់ពេញស្រែអញ្ចឹងណាបងប្អូនហើយទឹកនេះគឺហូរចូលទៅក្នុងស្រះអញ្ចឹងយើងទៅតាមដានមើលទាំងអស់គ្នាព្រោះកាលណាតែហូរទឹកអញ្ចឹងគឺមានត្រីឡើងតាមទឹកហូរបងប្អូនបាទនេះណែបងប្អូនច្រើនមែនតើអូដូចស្រមោចអញ្ចឹងបងប្អូនវ៉ាវច្រើនណាស់បងច្រើនទៅត្រីខ្មៅហ្មងម៉េចគាត់បងបានមានអីបងចានេះបងប្អូនក្រោយពីភ្លៀងមួយមេធំបាទឥឡូវនេះទឹកកំពុងតែជន់ហើយហូរចូលទៅក្នុងស្រះត្រីហើយត្រីក៏វាឡើងទៅតាមទឹកតោះបងប្អូនទៅតាមដានទាំងអស់គ្នាហើយយំមិញឡើងច្រើនណាស់តាមហ្នឹងមិនអត់មានប្រាប់បងសោះតោះបងប្អូននេះចុះទៅមើលទាំងអស់គ្នាអញ្ចឹងវាអត់ខ្លាចយើងទេវ៉ាវអូទៅមើលបានច្រើនណាស់បងប្អូនត្រីជីវ៉ា10 នាទីដាក់មិញបងប្អូនវ៉ាវច្រើនមែនតើហើយម៉ាយ2-3 គីឡូហើយដឹងវាខ្លាចយើងទេបងប្អូនតោះយើងទៅមើលខាងក្រោមទាំងអស់គ្នាអត់ចេះហែលទឹកផងនេះបងប្អូនអើយនេះត្រីអត់ខ្លាចយើងទេនេះលបអូនណាដាក់លបក៏ដាក់លបបងប្អូនច្រើនត្រីជីវ៉ាបងប្អូនច្រើនមែនទេបងប្អូនដែលចូលចិត្តតាមដានការវីដេអូលក្ខណៈស្រុកស្រែចម្ការសូមកុំភ្លេចបាទជួយ channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃសាសនេះមិនមែនរាក់ទេលោកអើយ10 ម៉ែត្រទេដឹងដើមស្រួលធ្លាក់បាសជើងចងាងលើនេះបងប្អូនច្រើនណាបងប្អូនច្រើនណាស់នេះច្រើនមែនតើបងប្អូនខ្មៅដូចស្រមោចអញ្ចឹងអាហ្នឹងគេហៅភ្លៀងអាហ្នឹងមួយមេធំបងប្អូនដល់ពីយប់មិញឥឡូវមើលត្រីច្រើនណាស់បងប្អូនវ៉ាវ